បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំនឹងមកចែករំលែកបងប្អូនអំពីការសម្គាល់សត្វសេកញីឬសាច់សេកឈ្មោលអញ្ចឹងណាហើយដូចបងប្អូនឃើញពីក្បាលវីដេអូអញ្ចឹងគឺបងប្អូនមានសង្កេតឃើញទេថាសេកទាំងពីរនេះខុសគ្នាទៅដូចម្ដេចបើសិនជាបងប្អូនស្គាល់បងប្អូនអាចជួយប្រាប់ផងអញ្ចឹងណាហើយខ្ញុំនិយាយទៅមានការខុសឆ្គងអីបើខ្ញុំសម្គាល់គឺសេកញីគឺមានចំពោះខ្មៅដោយវីដេអូដំបូងអញ្ចឹងគឺចំពោះវាខ្មៅហើយសេកឈ្មោលគឺមានចំពោះរបស់វាគឺពណ៌ក្រហមជាក់ស្ដែងដូចសេកដែលខ្ញុំទិញមកពីទូតនេះគឺវាជាភេទញីហើយដល់ពេលយើងទិញមកពីទូតគឺយើងពិបាកសម្គាល់វាញីឬឈ្មោលបងប្អូនដោយសារវាចំពោះរបស់វាគឺក្រហមទាំងអស់អញ្ចឹងណាអញ្ចឹងយើងអត់អាចកំណត់វាថាឈ្មោះរញីបានទេពេលយើងទិញមកពីទូចអញ្ចឹងពេលដែលបងប្អូនឬក៏អ្នកដែលថាគាត់ខាងចិញ្ចឹមសត្វស្លាប់ឬក៏មិនដឹងដែរដោយសារតែគាត់មានអីសម្គាល់ផ្សេងពីខ្ញុំដោយសារវាទិញមកវាចំពោះវាក្រហមទៅហើយនៅពេលដែលយើងទិញវាមកបានមួយខែជាងបានចំពោះវាចាប់ដើមប្រែពណ៌អញ្ចឹងណាវាចាប់ដើមឡើងកម្ៅបើប្រភេទនេះគឺវាឡើងកម្ៅដូចរបស់ខ្ញុំអញ្ចឹងហើយប្រភេទឈ្មោលគឺចំពោះរបស់វាក្រហមដូចដែលខ្ញុំដាក់វីដេអូបងប្អូនដំបូងអញ្ចឹងហើយសេកនេះគឺខ្ញុំទិញមកចិញ្ចឹមដូចជាខ្ទង់បាន7-2 ខែ7-2 ខែស្អាតទិញមកពីទូដែរតាំងពីបញ្ចុះទៅដោះគោឥឡូវវាចេះស៊ីចំណីខ្លួនឯងហើយវាស្លូតនេះគឺភេទញីហើយឈ្មោះគេគឺម៉ូម៉ូហើយចំណែកមួយទៀតដែលមានចំពោះពណ៌ក្រហមហ្នឹងដូចវីដេអូមួយនេះគឺលពើបងប្អូនដោយសារយើងទិញមកកាលពីធំអញ្ចឹងវាអត់ចេះនៅស្ងៀមទេគឺវារត់តែម្ដងហើយបងប្អូនឃើញចំពោះរបស់វាពណ៌ក្រហមអញ្ចឹងអានេះគឺភេទឈ្មោលប៉ុន្តែមួយទៀតភាពខុសគ្នារវាងទិញពីសេកតូចមកសេកធំគឺខុសគ្នាបងប្អូនសម្រាប់សេកដែលយើងទិញមកពីទូមកចឹកចំណីវាគឺដូចមួយនេះគឺវានៅស្ងៀមវាអត់ចេះរើញ៉ៃទេដាក់តាណាគឺនៅតំណឹងមិនដែលក្រៅវាកាចតិចដែរវាខំដៃខំអីនេះប៉ុន្តែវាមិនរត់ដោយអាសេកធំដែលយើងទិញមកពីព្រៃស្រាប់គេមកផ្សាំងវាអាហ្នឹងគឺវាចេះនៅស្ងៀមទេគឺដាក់គឺរត់ដូចភាគច្រើនបងប្អូនខ្លះណាក៏ដាក់ច្បាប់ដែរតែខ្ញុំអត់ដាក់ច្បាប់ទៅចង់ឲ្យចាំវាធម្មជាតិចឹងវារស់នៅធម្មជាតិទៅចាអរគុណច្រើនបងប្អូននេះគឺខ្ញុំគ្រាន់ចែករំលែកពីរបៀបមើលសត្វភេទញីភេទឈ្មោលរបស់សត្វសេកមិនហ្នឹងទេហើយបងប្អូនហ្នឹងក៏ជួយប្រាប់ផងច្រើន